មែនហើយមិនមែនលោកនិយាយទេឯថាមកពីថ្ងៃគឺដើម្បីដើរលេងហ្នឹងលោកស្រីលោស្អែកចំណងខ្ញុំទៅកម្មវិធីបានទេចប់ប្រជុំសេដ្ឋកិច្ចចាំទៅដើរផ្សារតាមក្រោយប៉ុន្តែខ្ញុំមិនយល់រឿងអត់នឹងផងក៏មិនសូវចាប់អារម្មណ៍ដែរការពិតទៅវាគួរឲ្យចាប់អារម្មណ៍ណាស់ដូចជាការបើកហាងអញ្ចឹងវាតេតងជាមួយសេដ្ឋកិច្ចគំនិតអ្នកជំនាញទាំងអស់នោះមានសារៈសំខាន់ណាស់វាពិតជាមានប្រយោជន៍ដល់ហាងអូនចាក់ជឿមិនខាននោះទេណាអញ្ចឹងក៏បានចាំខ្ញុំនឹងឌីទៅជាមួយគ្នាគឺបែបនេះទេឈិញប្រជុំវេទិកាសេដ្ឋកិច្ចនេះគឺតឹងរឹងណាស់អាចនាំមនុស្សទៅបានតែម្នាក់ទេអញ្ចឹងក៏បានដែរចាំមកប្រាប់ឌីវិញក៏បានដែរណាបានសំណាងឲ្យដែលខ្ញុំយកខោអាវនឹងមកតាមនោះចឹងម៉េចស្អាតណាស់សុកមកសរសើរលោកខានជុំនេះជុំហើយម្នាក់នេះគឺជាជំនួយការថ្មីរបស់លោកចាមែនហើយខ្ញុំជាជំនួយការថ្មីរបស់គាត់លោកអញ្ជើញតាមសម្រួលចុះបានធ្លាប់ឃើញអគ្គនាយកណាចូលរួមកម្មវិធីនាំប្រពន្ធមកជាមួយទេប្រយ័ត្នពួកអ្នកធំសាច់ចំអល់ឲ្យទៅណាត្រង់នេះបងមិនជួយពីនៃអូនទេហើយស៊ូឈិញជាស៊ូឈិញមែនទេសូម្បីតែខ្ញុំក៏ចំណាំមិនបានចានកាងជូមិត្តភក្តិរៀនថ្នាក់សកលហើយណាពួកជឹងក៏ធ្លាប់ពីសាលាដែរចានកាជូមិនក៏ឯងនៅទីនេះពួកខ្ញុំមកទីនេះដើម្បីឲ្យមើលគេឯងមនុស្សស្មានថាកាងជូធ្លាប់ស្គាល់ជំនួយការរបស់លោកលោកសពិតជាមាននិស័យមែននេះជាភរិយាខ្ញុំមិនចិត្តដាច់ឲ្យគេនៅសន្តាគារម្នាក់ឯងទេទើបសុំនាងមកកំណត់ខ្ញុំទៅលោកអាកានយុទ្ធលោកនិងភរិយាពិតជាស្រឡាញ់គ្នាមែនឈិញនាងរៀបការហើយមែនហើយរៀបការហើយមិនក៏មិនប្រាប់មួយម៉ាន់អញ្ចឹងធ្លាប់ដើរលេងជាមួយគ្នាកាលនៅរៀនសនឹងបើហ្វុងសាឌីវដឹងគឺច្បាស់ជាស្ដីឲ្យឯងហើយហ្វុងសាឌីមិនធ្វើអីខ្ញុំទេហ្វុងសាឌីមិនធ្វើអីឯងព្រោះនាងដឹងរឿងតាំងពីយូរហើយឥឡូវនេះយើងកំពុងតែរកស៊ីជាមួយគ្នាអ្នកតាំងពីអស្ចារ្យមែនសំឡេងតាក់ទងតិចមកចាំផ្ញើលេខខ្ញុំឲ្យគេផងណាបានរួចហើយបើចឹងឈិញជួបគ្នាពីក្រោយអ្នកតាំងពីសិស្សស្នានឹងគ្នាចាញ់ធ្លាប់ជាមិត្តរួមថ្នាក់ស្និទ្ធស្នាលគួរសមដែរតាមានអីមិនទេអត់ទេតោះអញ្ចឹងទេលោកមានកាយលើសមត្ថថាជាងរៀបការជាមួយលោកលើថាលោកបងឈិញ10ទៅ10ឆ្នាំថែមទាំងមានកូនប្រុសម្នាក់រួចហើយតើជាការពិតទេមិនពាក់ព័ន្ធជាមួយលោកទេណាខ្ញុំមិនជល់ហេតុអីបាត់ជាឈិញរបស់លោកតែខ្ញុំជល់ថាលោកមិនសានសមជាមួយនឹងទេខ្ញុំនឹងដណ្ដើមនឹងមកវិញជាងកៅជូលោកប្រើសមត្ថភាពអ្វីដែរនៅក្នុងថ្នាក់ជាអ្វីមកនឹងជិះជាមួយខ្ញុំបែបនេះលោកហានឹងឈិញជាមួយរួមថ្នាក់ទេលោកបានជួបនាងមុនខ្ញុំតែបែរជាមិនបានយកបេះដូងរបស់នាងបង្ហាញថានាងមិនពេញចិត្តលើលោកទេមកពីខ្ញុំមិនមានឱកាសសារភាពស្នេហ៍រៀនសកល4ឆ្នាំគ្មានឱកាសទៀត4ឆ្នាំរបស់លោកគ្មានប្រយោជន៍មែនហេតុនេះហើយប្រើពាក្យដណ្ដើមជាមួយខ្ញុំមិនសមនោះទេសង្ឃឹមថាលោកជាងនឹងស្គាល់ពីឋានៈខ្លួនឯងរក្សាគំនិតឲ្យបានល្អភរិយារបស់ខ្ញុំដាច់ខាតមិនឲ្យអ្នកណានៅក្បែរឡើយលោកបឈុនកាត់អីមែនទេគ្មានអីទេគ្រាន់តែចង់អបអូនបានអបបងចាស់មែនហើយស្អែកខ្ញុំប្រហែលជាមិនអាចកំដរបានទេខ្ញុំសន្យាជាមួយនឹងដេកឌីរួចហើយនាំនាងទៅដើរទិញកាបូបបានស្អែកបងជូនអូនទៅបានកាដូស្អាតណាស់ចំណងចំណូលចិត្តអូននៅតែល្អដដែលមែនហើយទេឈិញអាចផ្ញើទីតាំងរបស់ជាងការជួយឲ្យបងបានទេតែលោកចង់បានធ្វើអីគឺបែបនេះទេមានគម្រោងចង់សហការជាមួយគេត្រូវតាក់ទងជាមួយនឹងគេនឹងណាបានលោករមើលខ្លួនឯងទៅខ្ញុំត្រៀបចំអីវ៉ាន់សិន
កាដូដែលឈិញជូនខ្ញុំសំទោសខ្ញុំផ្ញើច្រឡំមនុស្សហើយចំណុចដែលត្រូវប្រុងប្រយ័ត្នសម្រាប់គម្រោងជួយប្រាប់ពូរបស់លោកផង ខ្ញុំថាហើយមិនមិនសឹកមិនមើលទៅប្លែកតាមពិតទៅគឺជាប្រច័នអញ្ចឹងសោះ ការពិតទៅចង់ដើរលេងតែ2នាក់ទេតែលទ្ធផល បែបនេះមានអារម្មណ៍ធូរខ្លាយនៅ យប់នេះបងមិនចង់បែកបន្ទប់ទេ តាមពិតមានរឿងមួយដែលខ្ញុំចង់ប្រាប់ រឿងអី ខ្ញុំអាចរៀនចប់សកលដោយសារតែលោកលីកាដាងជាអ្នកជួយប៉ុន្តែគាត់មានលក្ខខណ្ឌឲ្យខ្ញុំរកវិធីនៅក្បែរលោកឲ្យបានធ្វើជារនុកក្នុងគេប៉ុន្តែខ្ញុំសុំស្បត់ខ្ញុំពិតជាមិនដែលបង្ហាព័ត៌មានឲ្យគេទេហើយរឿងលបចូលតាមបង្អួចជប់នោះមិនមែនជាបំណងរបស់ខ្ញុំដែរ ខ្ញុំដឹង លោកដឹង បងឃើញអូនជជែកជាមួយលោកលីដាកាងក៏ឲ្យគេទៅស៊ើបមើលភ្លាម ហេតុអីបានជាពេលនោះមិនសួរនាំខ្ញុំ ព្រោះថាបងបានឃើញការលះបង់របស់អូនចំពោះកូនទាំងពីរនិងគ្រូសាស្ត្រនេះទើបបងជឿអូន ម៉ាក់កូននឹកម៉ាក់ខ្លាំងណាស់ម៉ាក់កូននឹកកូនដែរម៉ាក់ទិញកាដូមកផ្ញើកូនឲ្យអ្នកបងប្រុសទៀតផងណាម៉ាក់និងប៉ាប៉ាថាមកវិញតាំងពីអាទិត្យមុនមិនក៏ថ្ងៃនេះទៅមកដល់ម៉ាក់មកដល់ហើយតា រៀបចំខ្លួនទៅទៅផ្ទះលោកជ័យ ពេលខ្ចប់គៀវប្រើកម្លាំងតិចបានហើយទើបវាចេញមកស្អាតហើយនឹងសំសួនដូចដុំមាសណាស់គេហៅថានាំលៀបសំណាងឆ្នាំថ្មី មិនកើតទេម៉ាក់ខ្ញុំនៅតែធ្វើមិនបានល្អដដែលខ្ញុំខ្ចប់ទៅមើលទៅដូចជានំប៉័ង បែបនេះទៅគឺត្រូវគូបែបនេះ ចេះតែនិយាយបានហើយចេញទៅក្រៅទៅដុតកំជ្រួចជាមួយពួកគេទៅណា មកឲ្យប៉ាមួយមក តាមពិតទៅសុភមង្គលគឺសាមញ្ញបំផុតវាគ្រាន់តែជាពន្លឺភ្លើងអ្នកដាច់ឆ្នាំអាចមានអ្នកនៅក្បែរខ្លួនគឺក្តីសុខ